ចាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចាអញ្ចឹងនៅក្នុងវីដេអូនេះដែរអ្នកគ្រូសូមមកកែលំហាត់ដែលអ្នកគ្រូបានដាក់ឲ្យបងប្អូនធ្វើកាលពីម៉ោងមុនក៏ដូចជាបន្ថែមនៅលំហាត់ថ្មីទៀតឲ្យបងប្អូនធ្វើផងដែរចាអូខេតើអញ្ចឹងសម្រាប់កំណែលំហាត់របស់យើងអញ្ចឹងអ្នកគ្រូសូមចូលទៅលំហាត់ម៉ោងមុនចាអញ្ចឹងអ្នកគ្រូបានឲ្យបងប្អូនធ្វើលំហាត់ចំនួន4ចាលំហាត់ទី2ទី3ទី4ចាជាមួយនឹងលំហាត់ទី1ចាអញ្ចឹងសម្រាប់លំហាត់ទី1លំហាត់ទី2ចាទី3អត់បញ្ហាទេប៉ុន្តែអ្នកគ្រូសូមកែនៅលំហាត់នេះមួយអញ្ចឹងទៅមើលអ្វីដែលបងប្អូនបានធ្វើនៅក្នុងលំហាត់ទី3ចាអញ្ចឹងនៅក្នុងលំហាត់ទី3អ្នកគ្រូឃើញបងប្អូនក៏ដូចជាចំបៃបានធ្វើឲ្យអ្នកគ្រូហើយនេះប៉ុន្តែអ្វីដែលអ្នកគ្រូចង់កែទីនេះគឺទី1យើងមើលពីលើមកមុនណាចាអញ្ចឹងសម្រាប់កន្លែងនេះអ្នកគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់នៅ tool ដើម្បីសរសេរអក្សរតាមពិតទៅគឺយើងអាចសរសេរនៅលើនេះបានប៉ុន្តែក្នុងករណីដែលយើងចង់កែប្រែឧទាហរណ៍ថាឥឡូវអ្នកគ្រូចង់ព្រមកន្លែងនេះអ្នកគ្រូអត់ឲ្យមានកលឹមអញ្ចឹងឯងអ្នកគ្រូត្រូវលុបកលឹមនឹងចោលអត់ឲ្យសល់ទេណាព្រោះពេលដែលអ្នកគ្រូផ្ញើទៅឲ្យបងប្អូនចាឃើញកលឹមរបស់អ្នកគ្រូនៅជាប់អត់អ្នកគ្រូសរសេរលេខរៀងនេះគឺនៅក្នុងកលឹម A តែម្ដងចាឃើញអត់ចាបន្ទាប់មកឈ្មោះសិស្សភេទហើយមុខវិជ្ជាតែម្ដងឃើញអត់ចាអញ្ចឹងកន្លែងនេះអ្នកគ្រូឃើញកលឹមបងប្អូនធំចាអញ្ចឹងអ្នកគ្រូត្រូវការលុបកលឹមនេះចោលមួយអត់ត្រូវការកលឹមនឹងទេយើងចុចទៅលើកលឹម A នឹងតែម្ដងជួយឈរកលឹមចាអញ្ចឹងអ្នកគ្រូម៉ៅស្ដាំយកពាក្យថា delete ឃើញអត់ចារួចរាល់ហើយកន្លែងនេះstudent name កន្លែងនេះអ្នកគ្រូអត់ឲ្យបំបែកទេព្រោះដោយសារអីវាអត់មានបែងចែកថាឈ្មោះពេញសំទោសអត់មានបែងចែកនាមជាមួយនឹងកូដនាមនាមតកូលនាមខ្លួនណាអត់បែងចែកទេអញ្ចឹងយើងដាក់តែមួយកលឹមដូចអ្នកគ្រូមកបានហើយចាទៅមកភេទហើយបានមុខវិជ្ជាអញ្ចឹងមុខវិជ្ជាឃើញថាកលឹមប៉ុនគ្នាទាំងអស់អត់មានធំអត់មានតូចទេហើយសម្រាប់អក្សរខាងលើនេះគឺយើងប្រើប្រាស់នៅ text box មកសរសេរក៏បានឬក៏ word art ចាដូចកន្លែងនេះអានេះគឺប្រើ symbol ដដែលទេដូចនៅក្នុងកម្មវិធី Microsoft Word នេះសម្រាប់ក្បាច់នេះគឺយើងប្រើ symbol ដដែលជា symbol ហើយអានេះគឺយើងប្រើនៅ text box មានន័យថាយើងសរសេរអក្សរនៅក្នុងប្រអប់ដើម្បីអីងាយស្រួលផ្លាស់ទីវាឃើញអត់យើងអាចទាញវាបានបើសិនជាយើងសរសេរជាប់ដូចបងប្អូនសរសេរនេះយើងពិបាកអត់ពិបាកផ្លាស់ទីអត់ចាគឺពិបាកយើងអាចទាញវាងាយស្រួលឧទាហរណ៍ថាឥឡូវចង់ទាញតែវិទ្យាល័យអញ្ចឹងយើងអាចទាញបានតែគ្រាន់តែថាយើងពិបាកនៅក្នុងការផ្លាស់ទីឃើញអត់ចាអញ្ចឹងអ្នកគ្រូលើកទឹកចិត្តឲ្យបងប្អូនប្រើប្រាស់នៅ text box ដើម្បីសរសេរអក្សរតិចបែបនេះយើងប្រើប្រាស់នៅ text box អញ្ចឹងយើងយកនៅណា text box យើងចូលទៅ insert ហើយយើងមើលផ្នែកខាងស្ដាំចាវាបង្ហាញតូចបែបនេះប៉ុន្តែយើងអាចបរិយដោយចុចក្បាលព្រួយមកយើងមាននៅជំរើសច្រើនទៀតឃើញអត់អញ្ចឹងនេះ text box នេះ word art វាស្តៀងគ្នា word art នេះមានន័យថាជាប្រភេទអក្សរមួយប្រភេទដែលគេបានធ្វើការដាក់ format រួចរាល់ហើយដូចអក្សរនេះមានពណ៌ខ្មៅមានស្រមោលហើយមានបន្ទាត់ឆ្នោតកាត់អីចឹងទៅអញ្ចឹងយើងចង់បាន style បែបហ្នឹងយើងជ្រើសរើសបានតែម្ដងឃើញអត់ចាប៉ុន្តែសម្រាប់អក្សរមិញអ្នកគ្រូចង់ឲ្យបងប្អូនប្រើប្រាស់នៅ text box ចាអញ្ចឹងពេលដែលយើងយក text box ហើយយើងឃើញ cursor របស់យើងមានសញ្ញាបន្ទាត់វែងមួយហើយបន្ទាត់ខ្លីគូសកាត់នៅខាងក្រោមអញ្ចឹងយើងអាចគូសវាមកយើងបានប្រអប់មួយឃើញអត់អញ្ចឹងឧទាហរណ៍ថាឥឡូវអ្នកគ្រូសរសេរវិទ្យាល័យចាអញ្ចឹង font នេះគឺរៀងតូចដោយសារតែវាមិនមែនជា font ខ្មែរអញ្ចឹងយើង select លើអក្សរដែលយើងសរសេរហើយយើងយកវាជា font ឆ្លាក់មកចាខ្មែរ OS មូលឡាយអញ្ចឹងយើង scroll ទៅរក font ដែលមានពាក្យខ្មែរពីមុខចានេះអ្នកគ្រូយកមូលឡាយ
vì hiện càng khi tích ôn sáng ok tầm mất thằng nạ tì đập bì xe cho không nâng tay mà đón thằng nạ tì đập bì cỏ rồi rồi yeah chẳng tách bó cư bây giờ dừng dồ vì tờ bộ mó khơi tha vía miền tây background yeah ផ្ទៃ background គឺពណ៌សនៅក្នុងនេះហើយវាមានបន្ទាត់ជុំវិញអញ្ចឹងបើសិនបើយើងអត់បានដូរផ្ទៃវាទេចាំមើលអ្នកគ្រូធ្វើការផ្លាស់ទីវាប្រីកវាឲ្យធំតិចមកចាពេលដែលយើង preview យើង print ណាមុននឹងពេលដែលយើង print គឺយើងត្រូវ preview មើលថាតើ print ចេញជាกระดาษមកវាមានរាងបែបណាអញ្ចឹង print មកគឺចេញបែបនេះឃើញអត់អញ្ចឹងអក្សរនេះគឺវាមានបន្ទាត់ជុំវិញដោយសារវាជា text box ហើយផ្ទៃខាងក្រោយគឺពណ៌សអញ្ចឹងអ្នកគ្រូសូមឲ្យបងប្អូនដកផ្ទៃវាចេញផ្ទៃសហ្នឹងក៏ដកចេញដែរហើយបន្ទាត់ជុំវិញក៏ត្រូវដកចេញដែរអញ្ចឹងដើម្បីដកផ្ទៃវាយើងឈរលើវាសិនមកយើងឃើញពាក្យថា save format លោតឡើងនៅផ្នែកខាងលើបើយើងចេញពីវាអត់មានពាក្យថា save format ទេអត់មាន menu ហ្នឹងណាអញ្ចឹងតើយើងឈរលើ text box នឹងសិនហើយយើងចូលទៅ save format save field នេះយើងដាក់ no field ចាមានន័យថា text box ហ្នឹងបាត់ផ្ទៃឯងផ្ទៃពណ៌សពីមុនណាឬក៏យើងចង់បានផ្ទៃផ្សេងយើងសាកដូរមើលនេះឃើញវាមានផ្ទៃអត់អញ្ចឹងកាលមុនគេយកផ្ទៃពណ៌សប៉ុន្តែអ្នកគ្រូអត់ចង់បានផ្ទៃទេអញ្ចឹងអ្នកគ្រូយក no fill ហើយទី2អាបន្ទាត់ជុំវិញហ្នឹងគឺ save outline អញ្ចឹងបន្ទាត់ដែលនៅពាត់ជុំវិញយើងហៅ outline ហ្នឹងឯងចាអញ្ចឹង save outline ក្នុងនេះគឺវាយកចាប់ពណ៌ប្រភេទអញ្ចឹងអ្នកគ្រូអត់ចង់បាន outline ដែរយក no មកប៉ុន្តែបើបងប្អូនចង់បានយកបន្ទាត់អញ្ចឹងក្នុងករណីនេះគឺយើងអត់ត្រូវការ outline ទេព្រោះវាជាក្បាលទំព័រអញ្ចឹងយើងត្រូវការបន្ទាត់ពាត់ជុំវិញហ្នឹងដូចក្នុងករណីដែលយើងចង់បានវាជាប្រអប់ជាអីណាចាចឹងនឹងយើងយកបានប៉ុន្តែនេះគឺយើងអត់យកបន្ទាត់ជុំវិញទេអញ្ចឹងយើងយក no outline មកនេះចឹងឥឡូវអ្នកគ្រូលុបអក្សរនេះចោលហើយអ្នកគ្រូជំនួសដោយអក្សរនេះចាអញ្ចឹងមួយទៀតអត់ឃើញបងប្អូនដាក់នៅនេះយើងហៅអីគេចាំមុនអានេះយើងហៅថាបាវវចនាជាតិព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រហើយអត់មានឃើញដាក់ symbol សំទោហ្នឹងឯង symbol ឲ្យអ្នកគ្រូទៀតចាអញ្ចឹងបងប្អូនត្រូវដាក់បាវវចនាជាតិឲ្យអ្នកគ្រូផងជាមួយនឹង symbol ចាអញ្ចឹងអ្នកគ្រូខ្ជិលទៅយក text box មួយទៀតព្រោះយើងត្រូវដូរsave field ដូរ save outline អីចឹងអ្នកគ្រូ copy អានេះតែម្ដងចា select លើខ្សែវាធ្វើម៉េចកុំឲ្យ cursor យើង load ភ្លុកផ្លែតចេះមានន័យយើង copy អត់បានទេណាអញ្ចឹងយើង select ចំខ្សែមួយមកចាបន្ទាប់មកយើងចុច copy ចាហើយយើងចុចវាកន្លែងផ្ទៃទទេមួយមកហើយបើយើងចុច paste ឃើញអត់អូខេតោះអញ្ចឹងបើវចនាជាតិយើងសរសេរមកព្រះរាជាណាចក្រកម្ពុជាចឹងអ្នកគ្រូសរសេរឲ្យទាំងអស់តែម្ដង enter ជាតិសាសនាព្រះមហាក្សត្រសរសេរទាំងអស់ចាជាទូទៅព្រះរាជាណាចក្រកម្ពុជានៅកណ្ដាលទៅអត់ហើយអានេះនៅពីខាងក្រោមចំកណ្ដាលដែរអញ្ចឹងយើងអាច select លើខ្សែមកហើយយក align center មករួចរាល់ចាបើរបស់អ្នកគ្រូគឺអ្នកគ្រូដាក់មិនចាវិទ្យាល័យនេះអត់អាចនៅស្មើមួយព្រះរាជាណាចក្រកម្ពុជាទេអញ្ចឹងយើងដាក់ cat chrome ឃើញអត់អញ្ចឹងយើងអាចសល់កន្លែងខាងលើនេះដាក់8ដូចអ្នកគ្រូក៏បានដែរឥឡូវយើងត្រឡប់មកវិញនេះអញ្ចឹងអ្នកគ្រូចង់បន្ថែម row អញ្ចឹងអ្នកគ្រូ select row 2នេះចុច mouse ស្ដាំមក insert ឃើញថែម row អត់ចាអញ្ចឹង insert ឲ្យដូចអ្នកគ្រូមក8អូបាត់អញ្ចឹងយើង select ម្ដងទៀត
insert ឬក៏មួយទៀតយើងអាចធ្វើការទាញជាងក៏បានដែរចាបើខណៈថាទាញចេះវាអត់សូវស្អាតចឹងណាចឹងយើង insert មកមកឲ្យវារៀងឃើញធំហើយនេះវាវែងទៅយើងទាញវាឲ្យចូលសេរីឲ្យស្អាតនោះចាព្រះរាជាណាចក្រកម្ពុជាគឺនៅខាងលើទោះបីនៅមួយជាហៀងម្នាក់ក៏ដោយតែយើងមើលមកឲ្យឃើញព្រះរាជាណាចក្រកម្ពុជានៅលើហើយបន្ទាប់មកវិទ្យាល័យនៅខាងរៀងខិតមកក្រោមបន្តិចចាបន្ទាប់មកយើងទៅយកប្រភេទ symbol ដែលយើងហៅថាក្បាច់ខ្មែរណាយើងចូលទៅ insert មកយក symbol ដូចនៅក្នុង Microsoft Word ដែរនេះ symbol ចាហើយ symbol ដូចរបស់អ្នកគ្រូគឺយើងអាចនេះយកនេះមកហើយកុំភ្លេចបើសិនជាយើងរក font អត់ឃើញទេរកប្រភេទឆ្លាក់ឬក៏ប្រភេទ symbol អត់ឃើញទេបងប្អូនអាចដូរ font ចាអញ្ចឹងក្បាច់ដែលសម្បូរក្បាច់ខ្មែរច្រើនយើងហៅថាតាក់តែងយើងអាច search មកដូរ font ទៅអង់គ្លេសហើយដាក់ search តាក់តែងអូអត់មាននេះសេខុសចាអញ្ចឹងសេខុសអត់ចេញឲ្យដែរនេះអញ្ចឹងប្រភេទក្បាច់ស្អាតគឺ font តាក់តែងចា insert មួយមកចេញមួយ insert មួយទៀតបានមួយទៀតចាឬក៏ចង់បានក្បាច់អីផ្សេងយើងធ្វើមកចាអញ្ចឹងអ្នកគ្រូយកប៉ុណ្ណឹងហើយអូខេឃើញអត់អញ្ចឹងនៅពេលដែលយើងអត់ដាក់វានៅក្នុង text box ឃើញវាអត់ស្មើគ្នាអញ្ចឹងយើងអាចនេះដាក់ចំកណ្ដាលហើយសេរីចាឃើញងាយស្រួលហ្នឹងចាបើយើងទៅសេផ្ទាល់គឺពិបាកនៅក្នុងការផ្លាស់ទីអូខេមួយទៀតចាតេតងជាមួយនឹងស្លឹកក្តាស់របស់យើងអញ្ចឹងបងប្អូនឃើញរបស់អ្នកគ្រូចាឥឡូវអ្នកគ្រូសូម preview ភាសាទៀតចូលទៅកន្លែង file មកហើយយកពាក្យ print នេះអញ្ចឹងរបស់អ្នកគ្រូ print មកគឺចេញបែបនេះឃើញអត់មានក្បាលមានតារាងហើយមានជើងខាងក្រោមជើងខាងក្រោមនេះក៏យើងប្រើ text box ដែរធ្វើដូចអ្នកគ្រូមក text box ខាងក្រោមចាដោយឡែកយើងមើលតារាងរបស់អ្នកគ្រូឃើញថាពេញមួយសន្លឹកតែម្ដងចាឥឡូវយើងចូលទៅមើលរបស់យើងវិញនេះធ្វើឲ្យអ្នកគ្រូអញ្ចឹងអ្នកគ្រូចូល file ហើយ print មកគឺចេញបែបនេះដាច់មួយកណាត់ប៉ុន្តែអត់ដាច់ទៅណាទេដោយសារវាចេញ page ខាងក្រោមនេះ3មានន័យថាវាចេញ page ផ្សេងគ្នាឃើញអត់អញ្ចឹងយើងធ្វើម៉េចឲ្យចេញតែមួយ page ចាទី1គឺយើងមើលទម្រង់តារាងនេះគឺទម្រង់តារាងស្លឹកផ្ដេកយើងត្រូវដាក់វាទៅជាกระดาษផ្ដេកអញ្ចឹងដើម្បីដាក់กระดาษផ្ដេកនៅក្នុងកម្មវិធី Microsoft Excel យើងចូលទៅក្នុង page layout ហើយយក orientation មកនៅក្នុងហ្នឹងយើងមាន2គឺ portrait និង landscape អញ្ចឹង portrait กระดาษប្រឈរ landscape กระดาษផ្ដេកចេះបានបញ្យល់ហើយកាលពីរៀន Microsoft Word អញ្ចឹងវាស្តៀងគ្នាគាត់ថា Microsoft Word កន្លែងនេះគេដាក់ថា layout ទៅទេណាតែមកដល់ Excel គេដាក់ page layout ទៀតអញ្ចឹងយើងចូលមកចាហើយយើងរកกระดาษផ្ដេកឥឡូវទៅ preview ភាសាទៀតខ្ញុំសំទោសចារៀងធំជាងមុនតិចឯងប៉ុន្តែដាច់ព្រះរាជាណាចក្រកម្ពុជាអញ្ចឹងឥឡូវយើងធ្វើម៉េចទៀតចានៅក្នុងអក្សរនេះអ្នកគ្រូឲ្យដាក់បញ្ឈរអញ្ចឹងទៅអត់អញ្ចឹងកុំឲ្យខាតកលឹមរបស់យើងគឺយើងដាក់បញ្ឈរមកហើយតមកយើងធ្វើការប្រួមវាយើងគិតថាពេលយើង print ចេញមកហើយគ្រូទៅសេលេខឧទាហរណ៍ថាបន្ទុកកន្លែងនេះហ្មង50ឬក៏45.05ឧទាហរណ៍ចាប៉ុននេះឡើង1ដោយសារវាប្រគុតអូខេ05អញ្ចឹងអាចថាអក្សរប៉ុណ្ណេះអញ្ចឹងយើងប្រួមធ្វើម៉េចស្មានម៉េចឲ្យប៉ុនអក្សរប៉ុនលេខហ្នឹងមកបានហើយកុំឲ្យធំពេកវាខាតកលឹមយើងនេះឃើញធំអត់ចាអញ្ចឹងទី1គឺយើងត្រូវអង្គុយប្រួមបើសិនបើយើងឈ្មោះនេះអញ្ចឹងឈ្មោះនេះអ្នកគ្រូលុបមកកលឹមនេះចោលពេលលុបមើលផងយ៉ាលុបឲ្យលើចោលដែរអញ្ចឹងឥឡូវអ្នកគ្រូលុបមកកលឹមនេះចោលទុកតែមកកលឹមបានហើយចាំពេលដែលយើងត្រូវការប្របែកចាំយើងមើលវាដូចមិញណាតែនេះយើងមិនបាច់ទេយើងឃើញចេះមកហើយលេខនេះអត់ត្រូវការធំដែរព្រោះវាតូចមក
ហើយលេខដាក់ឲ្យចំកណ្ដាលដាក់ចំកណ្ដាលបែបនេះមកហើយអក្សរនេះគឺប្រឈរត្រូវអត់អញ្ចឹងអ្នកគ្រូដូរវាទៅប្រឈរវិញនេះហើយយើងយកប្រឈរនេះមកអូយើងមើលទៀត A B នេះយកនេះឃើញអត់ចាបើយើងយកនេះវាចេញចេះឃើញខុសអត់ចតយកនឹងទេយកនេះបើសិនយើងយកនេះមិនដែរបញ្ឆេះអក្សរពីលើមកក្រោមវិញតែអ្នកគ្រូចង់បានភាសាខ្មែរពីក្រោមឡើងលើមិនភាសាខ្មែរពីលើមកក្រោមហ្នឹងណាអញ្ចឹងយើងយកនេះចាហើយដាក់ចំកណ្ដាលកលឹមមកដាក់ចំកណ្ដាលយកនេះអូខេរួចរាល់ណាបន្ទាប់មកយើងធ្វើការភេទនេះដាក់ចំកណ្ដាលដែរចំកណ្ដាលកលឹមទៀតធ្វើម៉េចយកនេះចាមួយទៀតយើងត្រូវការបរួមវាកុំឲ្យធំពេកអញ្ចឹងតែធំពេកกระดาษផ្ដេកយើងខាតដែរអត់អស់ទេចាអញ្ចឹងយើងត្រូវធ្វើការបរួមអញ្ចឹងបរួមពី header អញ្ចឹងបើយើងបរួមម្ដងមួយចេះយឺតអត់យឺតហើយកលឹមរបស់យើងអត់ប៉ុនគ្នាទៀតខ្លះធំខ្លះតូចចាអញ្ចឹងយើងមានវិធីងាយស្រួលមួយទៀតគឺយើងបរួមម្ដងបានទាំងអស់កលឹមហ្នឹងណាចាធ្វើម៉េចទៅគឺយើង select ពី header កលឹមទាំងអស់ហ្នឹងមកកលឹមណាដែលយើងចង់បរួមឲ្យប៉ុនគ្នា select ទាំងអស់ផ្សេងនេះមិនបាច់បរួមក៏បានដែរដាក់ធំនេះមកចាធ្វើម៉េចគឺយើងបរួមនៅក្នុងកលឹមដែលយើងកំពុង select មានន័យថាអ្នកគ្រូកំពុង select ពីកលឹម D រហូតទៅដល់កលឹម V ឃើញអត់អញ្ចឹងពេលដែលអ្នកគ្រូបរួមនៅក្នុងកលឹមមួយណាក៏បានដែរក្នុងចំណោមកលឹមដែលយើង select ហ្នឹងអ្នកគ្រូបរួមកលឹមការនេះចាឃើញទៅទាំងអស់អត់ចាទៅទាំងអស់តែម្ដងហើយទំហំកលឹមហ្នឹងគឺប៉ុនគ្នាចាចឹងនេះវិធីសាស្ត្របរួមលឿនឬក៏យើងអាចធ្វើការចូលមកសេរីរោ high ឬក៏ column width នេះនៅក្នុងនេះក៏បានដែរគ្រាន់តែថាវាយូរព្រោះយើងអត់ដឹងថា column នោះទំហំប៉ុណ្ណាអញ្ចឹងយើងអាចធ្វើការទាញអញ្ចឹងមកលឿនចាអូខេឃើញថារួមតូចជាងមុនហើយអត់ឃើញធ្វើជើងទំព័រឲ្យអ្នកគ្រូទៀតចាធ្វើនៅថ្ងៃណាខែណាឆ្នាំណាបានឃើញនឹងឯកភាពអីសូមដាក់មកអស់មកចាអូខេឥឡូវនេះរៀងរួមហើយដោយសារយើងបរួមអញ្ចឹងអ្នកគ្រូទាញវាឡើងវិញនេះយើងអាចទាញវាមុននេះតិចមកអានេះដោយសារកលឹមយើងទាញវាតូចពេកអញ្ចឹងបាត់អក្សរមួយជួរយើងទាញធំវិញចាអូខេយើងចាប់អារម្មណ៍មួយបន្ទាត់ត្រេនេះអត់ចាត្រូវចាប់អារម្មណ៍នឹងដែរព្រោះមានន័យថាវាជាបន្ទាត់ដែលបែងចែកស្លឹកពេលដែលយើង print ចេញមកមានន័យអានេះមកស្លឹកនេះអញ្ចឹងកលឹមដែលនៅក្រៅបន្ទាត់ត្រេហ្នឹងគឺដាច់ហើយឥឡូវយើងចូលទៅ print មើលមួយសារទៀតមើលនេះឃើញដាច់អត់ចាអញ្ចឹងកន្លែងហ្នឹងហើយអានេះមានកលាមួយខាងក្រោមនេះមានន័យថាយើងច្រឡំដាក់បន្ទាត់ណាចានេះកលានេះអញ្ចឹងយើងអាចដោះវាវិញមក no border មកបាត់វិញចាអូខេវិធីសាស្ត្រមួយទៀតកន្លែងឈ្មោះនេះទាញឲ្យរៀងធំបន្តិចព្រោះឈ្មោះអាចធ្វើការធំហើយភេទនេះឲ្យទូចបន្តិចចានេះដាក់ចំកណ្ដាលយើងហ៊ានមើលមកដើម្បីព្រោះនេះវាជាការងាររដ្ឋបាលរបស់យើងដែរណាចាដើម្បីធ្វើឲ្យការងាររបស់យើងបានស្អាតយើងត្រូវអង្គុយមើលនឹងដែរចាស្អាតនៅអូខេអញ្ចឹងនៅដាច់ពីកលឹមនេះឃើញអត់អញ្ចឹងយើងអត់ចង់ព្រមទៀតទេព្រោះគិតថាប៉ុណ្ណឹងគឺសំល្មមទេត្រូវអត់អញ្ចឹងមួយទៀតដើម្បីកុំឲ្យដាច់បែបនេះគឺយើងចូលទៅ page layout ដដែលហើយទំហំកន្លែងនេះយើងយក A4 មកចាយក A4 ចាឃើញវាហ៊ីកបានបន្តិចទៀតចាលែងដាច់នេះទេណាមួយទៀតយើងចូលទៅ page setup ចានេះចូលមកក្នុង page setup margin អូខេអញ្ចឹងកន្លែង margin នេះគឺគម្លាតរវាងបន្ទាត់នេះជាមួយនឹងគែមកដាស់ចា
Trong này khẳng lứa dương ở thời ca thông bê tê dương bùm với thầm xôn chuẩn phơi pram máu left kháng chuen có ở thời ca thông đây và dương kịch tha bạch vô cùng liệt kháng chuen tê đã chuen màu đã xôn màu kháng sợ đám có xôn đáy kháng khốm có xôn đáy mà đã xôn nhưng tục ta kháng lứa tích tất bàn này hay ok nè khởi bàn tiệt đó lên đạt vậy là lỡ dương trôi từ phá print mở nè khơi tà rang mùi nâng kem cả đa vào dương smile khní trần nhẫn smile tại một chè rứa coi dương kết tha ô ở trong oi tà rang nâng kỵ cho mùi nâng kem cả đa phê gì ở sơ sát chè dương ai bật tham nơ left chè lớn là khu tham son chuẩn phê pram hay ok á chân dương tới print mơm xa thì chè khơi clear đó chè clear chè rứa coi mùi tiết ô tô tha lỡ dương đã về son chuẩn một phê pram hát bật tay dương trong ở về một cái đá ឬក៏យើងដាក់សូនទេប៉ុន្តែយើងចង់ឲ្យបើសិនជាតារាងរបស់យើងអត់ពេញស្លឹកទេមិញណានេះអត់ពេញទេយើងចង់ឲ្យវាមកកណ្ដាលយើងយកនេះ horizontally មានន័យ center on page វានៅចំកណ្ដាលតែម្ដងចាឥឡូវអ្នកគ្រូ tick នឹងហើយអូខេហើយអ្នកគ្រូ print មើលភាសាទៀតឃើញអត់មិញយើងដាក់សូនទេប៉ុន្តែឥឡូវនេះគឺវាមកកណ្ដាលដោយសារអីដោយសារតែយើងចង់ឲ្យវានៅកណ្ដាលនៅក្នុងករណីដែលតារាងរបស់យើងអត់ពេញសន្លឹកទេចាអញ្ចឹងវានៅកណ្ដាលហើយវាមានគម្លាតសងខាងឲ្យឃើញអត់ចាអានេះវាជាវិធីសាស្ត្រមួយនៅក្នុងការធ្វើលិខិតឬក៏ធ្វើការងាររដ្ឋបាលរបស់យើងហ្នឹងឲ្យវាមានភាពទាក់ទាញយើងត្រូវចេះកន្លែងហ្នឹងដែរចុះមួយទៀតកណ្ដាលហើយកណ្ដាលទៀតអស់ឡើយនេះយើងចូលមកជីនមកនេះ vertically ទៀតមានន័យថាឃើញគម្លាតនៅខាងក្រោមធំហ្នឹងអានេះតារាងរបស់យើងនេះឃើញប៉ុន្តែបើសិនជាតារាងរបស់យើងអត់ដល់ខាងក្រោមទេចាយើងថិចអានេះមួយទៀតមានន័យថាវានៅចំកណ្ដាលនៃកណ្ដាលទំព័ររបស់យើងតែម្ដងចាបើវាពេញក៏ពេញតែបើអត់ពេញទេគឺវានៅកណ្ដាលហ្មងឥឡូវណាគ្រូអូខេហើយយើង print មើលភាសាទៀតនេះឃើញអត់ហើយខាងលើវាសល់គែមអីចឹងទៅចាអញ្ចឹងអានេះវាអត់សូវស្អាតទេអញ្ចឹងអ្នកគ្រូអត់យកទេណាយើងដោះអាក្រមនេះចេញចាអូខេមកចាហើយជើងទំព័រធ្វើឲ្យអ្នកគ្រូអញ្ចឹងសម្រាប់លំហាត់នេះអ្នកគ្រូសូមឲ្យធ្វើឲ្យអ្នកគ្រូឡើងវិញចាជើងទំព័រដាក់មកអីគេនេះថ្ងៃអង្គារអីចឹងមកតោះឥឡូវអានេះអ្នកគ្រូ copy ផាសតែបងប្អូនធ្វើឲ្យអ្នកគ្រូហើយជើងទំព័រយើងអត់យក font ឆ្លាក់ណាយើងយក font ធម្មតាចាចឹងអ្នកគ្រូដូរទៅសៀមរាបមកទាញវាហើយដើម្បីឲ្យវាចំកណ្ដាលស្អាតយើងយកនេះចឹងមកចាហើយចង់បានមួយទៀត copy Ctrl C Ctrl V ចានេះយើងដាក់អក្សរគេបានឃើញនឹងឯកភាពនៃយុសាលាមកនេះមិនមែនឈ្មោះយើងទេគឺបងយុសាលាអញ្ចឹងយើងដូរទៅ font ធម្មតាមិនមែន font ឆ្លាក់ទេហើយដាក់ចំកណ្ដាលហើយអត់នៅទៅមួយនេះទេរៀងខិតខំតិចចានេះព្រោះមកតូចតិចមកចាអូខេតោះចឹងសម្រាប់លំហាត់នេះសូមធ្វើការ format ភាសាទៀតអូអានេះរៀងខិតនេះបន្តិចយើងទាញដល់គៀនទៅមកក្បាច់នេះទាញដែរអូខេតោះចឹងសម្រាប់លំហាត់ហ្នឹងពេលធ្វើឲ្យ print មើលចាធ្វើឲ្យស្អាតដូចអ្នកគ្រូបែបនេះចាំផ្ញើឲ្យអ្នកគ្រូចាអត់ទាន់ស្អាតអត់ទាន់ឲ្យផ្ញើឯណាតោះអញ្ចឹងសូមធ្វើលំហាត់នេះម្ដងទៀតឲ្យអ្នកគ្រូសម្រាប់វីដេអូនេះដែរអ្នកគ្រូបង្ហាញតែរបៀបសេរីនៅ layout ក៏ដូចជាការប្រើប្រាស់នៅ text box ការប្រើប្រាស់ symbol ជាមួយនឹង text rotate របស់យើងណាចាអូខេតោះអញ្ចឹងសម្រាប់វីដេអូនេះដែរអ្នកគ្រូមានតែប៉ុណ្្នឹងទេចាអញ្ចឹងអ្នកគ្រូអូខេនេះគឺសាទាញវាតូចពេកចាអញ្ចឹងអ្នកគ្រូសូមអរគុណសូមជម្រាបលា